ភៈកីឡាករវិជ្ជាប័ត្រនិងសុទ្ធីភៈកីឡាកររបស់ខ្ញុំកីឡាករវិជ្ជាប័ត្រគឺជាកីឡាករមួយដែលបុកហើយតាន់ហើយសុទ្ធីជាកីឡាករមួយដែលចូលចិត្តវាយក្បាច់ហើយវាយលក្ខណៈវាយថយក្បាច់ថយវាយកាត់តែការវាយរបស់សុទ្ធីពេជ្រសម្បត្តិសង្គ្រប់រកខ្លាំងសុទ្ធីអាចនឹងទប់នឹងពេជ្រសម្បត្តិអត់ជឿបដោយសារពេជ្រសម្បត្តិជាកីឡាករមួយដ៏បុកចូលហើយនឹងតាន់តែក៏អាចភ្លឺតចូលរបស់សុទ្ធីបានតែអាចភ្លឺតចូលរបស់សុទ្ធីបើយកបុកខ្លាំងពេកយើងរំលឹកទៅមើលជាមួយកីឡាករនេះការវាយនេះបើទង្ឃឹមហ៎ប៉ះគេបុកមានន័យទប់ជឿបយើងក្បាច់យើងកម្លាំងយើងអត់ដូចបុកឯងយើងអាចវាយដោះល្មមមកគេបុកខ្លាំងយើងអាចបាក់ទាំងអស់កម្លាំងស៊ូមកគេទៅតាមការវិភាគរបស់ខ្ញុំគឺខ្ញុំឲ្យកីឡាករពេជ្រសម្បត្តិសុទ្ធី100អាចនឹងពេជ្រសម្បត្តិឈ្នះហើយជាពេលបុកពេជ្រសម្បត្តិបុកពីទឹក1ទឹក2ព្រោះទឹក3អីពេជ្រសម្បត្តិអស់រឿងអស់ស៊ុបតែវាមិនអស់ខ្លាំងទេវាតិចថាបុកសុទ្ធីអាចវាយដោះបានវាយដោះកុំឲ្យវាយគេជ្រួលតែបើគេបុកខ្លាំងពេកហើយយើងគិចខ្លាំងពេកក៏វាពិបាកដែរត្រូវមើលតាមកលៈទេសៈវាយដោះបើអត់ដោះដាច់យកបើថាបានហើយដាច់កើតព្រោះកីឡាករទាំងពីរនេះវាបាក់ផែគ្នាទេសមត្ថភាពវាមិនលើកគ្នាណាទេបើពេជ្រសម្បត្តិគេវាយញឹកជាងសុទ្ធីវាយអត់សូវញឹកទេសុទ្ធីអញ្ចឹងមានអាចជាភាគរយក៏ពេជ្រសម្បត្តិកម្លាំងនៅខ្លាំងបាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូរបស់នេះណាបើសិនជាចូលចិត្តវីដេអូរបស់នេះអាចជួយ follow និង subscribe page ខ្ញុំមួយណាអត់ច្រឡំFacebook មួយYouTube subscribe YouTube មួយផងណាព្រោះខ្ញុំឲ្យភាគរយទៅហើយជា50 60 40ឲ្យពេជ្រសម្បត្តិ60សុទ្ធី40បានអត់ខ្វល់គ្នាដាច់ពេកវាអត់មានឈ្នះដាច់ទេបើថាឈ្នះបន្ទូឈ្នះដាច់ទេបាទអរគុណច្រើន